បារមីក្រៅព្រះពុទ្ធសាសនាទឹកចិត្តស្នេហាកັບឆ្កាវណ្ណៈទឹកជន់ហោចៈទម្លាក់ច្រាំងដីផ្លូវចាស់បាក់ទៅបង្កើតផ្លូវថ្មីមនុស្សនឹងផែនដីអ្នកណាជាម្ចាស់អតីតអស់ទៅតែនៅបច្ចុប្បន្នអនាគតមកទាន់តែសល់អ្វីខ្លះចុងក្រោយគឺស្លាប់ចោលដីស្រឡះអ្នកណាជាម្ចាស់យូរណាស់មកហើយកាលដើមធ្លាប់ល្បីលើទ្វីបលោកាដើរខុសមួយក្តារសង្គ្រាមឥតស្បើយដំរីคล้ายជាស្រមោចភ្លើងហើយប្រាំងទៅពៅហើយក្រែងជួបដុំស្កប្រាសាទបនហើយចាំដល់ណាទៀតផុសមកជួយជាតិខ្ញុំសូមអង្វរឲ្យខ្ញុំបានតាន់ជំនន់មនុស្សល្អរស់មានសិលធម៌ចេះគោរពគ្នាត្បិតរោគជរាវាមកតាន់ហើយក្រែងលោកពុំស្បើយពុំមានវេលាពុំបានរស់តាន់ជាតិរួបរួមគ្នាមច្ចុទៀមទាជារៀងរាល់ថ្ងៃសូមភ្នំដងរែកដែលមានបារមីជួយថែផែនដីដែលមានតម្លៃកោះកុងលយក្នុងសមុទ្រទឹកប្រៃអ្នកកុំកាល័យប្រពៃណីជាតិអូជ្រៅកុំរាក់លាក់ព្រំដែនចាស់កុំធ្វើផ្ដេសផ្ដាស់ឲ្យព្រំចាក់ឃ្លាតប៉ោយប៉ែតសុំអ្នកកុំនាំវិវាទរក្សាធម្មជាតិព្រៃចែកដែនដីបៃលិនត្បូងពេជ្រលងលិចដល់បាតតើលោកយាយាតកំពុងធ្វើអ្វីសូមឲ្យដូនពេញបញ្ចេញរស្មីបំភ្លឺផ្ទៃដីដែនកម្ពុជាគិរីវងហើយកុំរត់ចោលស្រែកែពីអូម៉ែត្រូវតែការពារស្រុករមាសហែកស្រុកកំចាយមារំដួលចន្ទ្រាបាវិតភិតភ័យវ៉ែនសៃតាវែងរតនគិរីព្រៃភ្នំជាទីជំរកសត្វព្រៃមណ្ឌលគិរីអូរាំងអូថ្លៃអត់ដមានជ័យក្រចេះស្ទឹងត្រែងសូមមនីអីសីដែលជាគ្រូខ្ញុំជួយដាស់អាគមដាស់យន្តកនសែងដាស់លេខអក្សរាសីមាកំផែងអាឋានកំហែងបាតស្ទឹងសង្កែមន្តមហាទុនសាយស្រឡាយដំរីបាំងចុកបាំងវាយបាំងទាំងដួងខែមន្តបំបាំងកាយគួចដើមស្រងែអញ្ជើញគ្រូស្នេហ៍លិនថោងសារិកាគ្រូសក់កណ្ដាញ់ទាំងតូចទាំងធំទាំងគ្រូសំណុំទាំងគ្រូសង្វាគ្រូខ្ចាត់រមូលទាំងស្នួរមេបាអារៈអ្នកតាដំឡើងរាសីពួកម្រេញកងវាលនិងព្រាយកុមារក្រមួនគោបាព្រាយក្បាល8ម្ចាស់ភូមិម្ចាស់ស្រុកដែលមានបារមីរួមកម្លាំងដៃនិងអីសីមនីប៉ែតដានសាដោះបញ្ហាថ្លែងវិជាការសម្ដែងរិទ្ធីចុចម្រាមជើងមួយរញ្ជួយធរណីចុចម្រាមជើង2រន្ទះពេញមេឃចុចម្រាមជើង3បែងភាកបាំងខ្លួនចុចម្រាមជើង4អាកាសរហែកចុចម្រាមជើង5ធ្លាក់ភ្លៀងពីមេឃលើកដៃបាំងភ្នែកភ្លៀងរាំងថ្ងៃរះតន្ត្រំជើងម្ខាងសត្រូវវក់វីតន្ត្រំជើង2បានជ័យជំនះមាត់សោតបួងសួងដៃផ្គុំសំពះយកជ័យជំនះឈ្នះមាសត្រូវនេះគ្រាន់តែជាការគិតស្រមៃបច្ចុប្បន្នសពថ្ងៃពូកែអ្វីទៅ
គ្រាន់តែរោគអេដក៏ពេទ្យអស់ផ្លូវរស់ចាំថ្ងៃទៅនៅទាំងអួអាប់តែទោះពូកែមានរិទ្ធក៏ដោយរឿងរ៉ាវចុងក្រោយក៏ត្រូវតែស្លាប់កុំអាងមានរិទ្ធបំពានលើច្បាប់អ្នកកើតតែងស្លាប់ជាច្បាប់ធម្មជាតិក្រោយពេលដែលបានស្លាប់ចែកឋានទៅបនបាបនាំផ្លូវរហូតឥតឃ្លាតអ្នកដែលសាងល្អបនតាមជាញាតសាងបាបជួជាតិធ្លាក់ទៅអបាយខ្ញុំសូមប្រមូលកងបនកុសលឧទ្ទិសទៅដល់លោកអ្នកទាំងឡាយសូមឲ្យស្ដាប់ហើយមានចិត្តរសាយសប្បាយសុខស្ងប់រហូតតទៅពេលមានកង្វល់ធុញតល់គំនិតសូមឲ្យជួបមិត្តដែលដឹងរាក់ជ្រៅរឿងណាសៅមងគិតនាំអាស្រូវឈប់គិតវាទៅអានសៀវភៅវិញសៀវភៅជាមិត្តឥតកាត់ថ្លៃបានកាន់អានថ្មើម៉ានឥតមានតោមនិញគំនិតខ្វះខាតសៀវភៅបំពេញបញ្ចេញភោគផលផ្ដល់ឲ្យបញ្ញាប្រសិនបើនៅមានជាតិកំណើតសូមឲ្យបានកើតគ្រប់ជាតិណានាសូមជួបបណ្ឌិតគំនិតថ្លៃថ្លាជួបពុទ្ធសាសនាកុំបីឃ្លាតឡើយ